រិយាគ្មានតត្រង់ណាមួយឡើយទេថ្លៃឬថាអូរៀងគ្រូពេទ្យអ្នកគ្រូវបៃដូងមួយបានទេសពៀតឈៀងឡើងពេកខ្ញុំសែហើយកើតអីគេព្រោះខ្ញុំនឹងអ្នកគ្រូពេទ្យនឹកឃើញសំបីម៉ោងកេងតែសម័យរងថ្ងៃបបាយយូជាគូប្រេហើយបើសិនបានមែនទូឈឺអស់មិនក៏ឲ្យដែរលោកអើយអូនក៏ជាគ្រូពេទ្យ personal របស់បងហើយបងក៏ជាអ្នកជំងឺ personal របស់អូនមកបើថាហត់ពេកចាំបងជួយធ្វើវាម្ដងអង្គុយជាសិនមកចាំបងជួយទៅបាច់ខ្នងអីចាំបងជួយចាំបាច់ខ្នងអីចាំបងជួយចាំបាច់ខ្នងអីចាំបងជួយចាំបាច់ខ្នងខ្ញុំស្គាល់នារីវ៉ែនតានៅក្នុងសាកលវិទ្យាល័យពេលនោះចាប់ផ្ដើមមានអារម្មណ៍ស្នេហាលើរូបគេសឹងរងថ្ងៃមានគេលួយ5ម៉ោងថារូបស្ររៀមរាអូនឈ្មោះវតតៃទាំងចារឹងចារិយាគ្មានតត្រង់ណាមួយឡើយទេថ្លៃថ្ងៃមួយខ្ញុំស្គាល់នារីវ៉ែនតានៅក្នុងសាកលវិទ្យាល័យពេលនោះចាប់ផ្ដើមមានអារម្មណ៍ស្នេហាលើរូបគេសឹងរងថ្ងៃមានគេលួយ5ម៉ោងថារូបស្ររៀមរាអូនឈ្មោះវតតៃទាំងចារឹងចារិយាគ្មានតត្រង់ណាមួយឡើយទេថ្លៃឬថាអូរៀងគ្រូពេទ្យអ្នកគ្រូវបៃដូងមួយបានទេសពៀតឈៀងឡើងពេកខ្ញុំសែហើយកើតអីគេព្រោះខ្ញុំនឹងអ្នកគ្រូពេទ្យនឹកឃើញសំបីម៉ោងកេងតែសម័យរងថ្ងៃបបាយយូជាគូប្រេហើយបើសិនបានមែនទូឈឺអស់មិនក៏ឲ្យដែរលោកអើយអូនក៏ជាគ្រូពេទ្យ personal របស់បងហើយបងក៏ជាអ្នកជំងឺ personal របស់អូនមកបើថាហត់ពេកចាំបងជួយធ្វើវាម្ដងអង្គុយជាសិនមកចាំបងជួយទៅបាច់ខ្នងអីចាំបងជួយចាំបាច់ខ្នងអីចាំបងជួយចាំបាច់ខ្នងអីចាំបងជួយចាំបាច់ខ្នងខ្ញុំស្គាល់នារីវ៉ែនតានៅក្នុងសាកលវិទ្យាល័យពេលនោះចាប់ផ្ដើមមានអារម្មណ៍ស្នេហាលើរូបគេសឹងរងថ្ងៃមានគេលួយ5ម៉ោងថារូបស្ររៀមរាអូនឈ្មោះវតតៃទាំងចារឹងចារិយាគ្មានតត្រង់ណាមួយឡើយទេថ្លៃ